ទាញស្ដាំអត់ទេបញ្ជូនទាត់ឆ្វេងថែមឆ្វេងអត់ចូលទៀតអូយអាអូណានឹងមែនអាក្បាច់ផ្ទះបាល់ទម្លាក់អីគេនឹងអត់ចោលមែនឥឡូវត្រង់នេះឱកាសម៉ាញូគ្រាប់បាល់ទី2ត្រង់នេះដោតចោលម្នាក់ចាំទីអូយអត់បានទេចាប់ផ្ដើមការប្រកួតបើកែបាល់ចេញពីអាសនលឯកសណ្ឋានពណ៌បាទអិនតនូនឹងប្រវិញ្ញាណាបាទមានឃីវក្រហមសឯនោះគណៈដែលក្រុមបាល់ទាត់ Manchester United គឺឯកសណ្ឋានពណ៌ក្រហមខោសបាទMan U បាទទី1ទី2របស់បាទត្រង់នេះអត់អីទេអូយបាទខ្សែការពារបាទចង់ផ្លាត់ស្នៀតបាទ Manchester United ឥឡូវដឹកឡើងត្រង់នេះអូដេកាតកាត់ចូលក្នុង 1-2 ឲ្យអូដេកាតជាយាមទីដូរជើងគ្នាទាត់ឆ្វេងអត់ចំគោលដៅទេបាទសម្រាប់ការប៉ុនប៉ងលើកទី1របស់បាទ Mikel Merino បាទMerino នេះបាទការដឹកឡើងពីអូដេកាតDeclan Rice បញ្ជូនអូដេកាតទាញឆ្វេងទីស្ដាំរបូតបាល់ឆក់បានពី Mikel Merino ដាក់មកឆ្វេងនេះអត់ចំគោលដៅបាទអត់អីទេបើកន្លែងនេះប្រិមត្តណាបើការទាញឆ្វេងទីស្ដាំបាទទាញហើយក៏ដាក់ផ្លាប់មកខុសគោលដៅបាទរៀងពី Casemiro ដែរបាទមិញបាទ Thomas ទាញ Thomas ទីសិន Thomas ចោះចូលក្នុង Martin Odegaard ចូលដៃអ្នកចាំទី Andre Onana Thomas Partey បាទក្រោះចូលបល់គ្រូថ្នាក់ឱកាសមកហើយឃ្លាចោលវិខ្សែការពារបាទគឺ Lindelofទីបើទម្លាក់ឲ្យ Martin Odegaard លើកឆ្វេងចូលមកឱកាសអូយ Martin Odegaard បាទលូកជើងទៅទប់បាល់ប៉ុន្តែអត់ជាប់បាទលូកអត់ជាប់បាទមិញ Bruno Fernandes មុំធំណាស់ Bruno អើយ Bruno ឯងចេះសុតចូលហើយបាល់នេះបាទធំណាស់ឆ្វេងដៃអ្នកចាំទីណោបាទ Bruno Fernandes ចូលBruno គ្រាប់ទី1នៅក្នុងម៉ោងបន្ថែមមកវគ្គទី1 45 + 2 បាទ Bruno Fernandes បាទរកគ្រាប់បាល់បានសម្រេចមកនៅក្នុងនាទីទី45 + 2 ពីការស៊ុតបាល់ free kick ដ៏ស្អាតបាទនេះមកជើងស្ដាំផ្លឹបបាទអ្នកចាំទីដាវីតរ៉ាយ៉ាហត់អត់ទាន់ទេបាទហត់អត់ទាន់ទេនេះមកអែមណាស់មកគ្រាប់នេះបាទខ្ញុំប្រាប់ឲ្យថាបើសិនជា Bruno ឯងចេះស៊ុតគឺចូលហើយមុំធំណាស់បាទនេះមកជើងស្ដាំនេះអូយដាវីតរ៉ាយ៉ាហត់អត់ទាន់ទេបាល់នេះបាទស្អាតពេកហើយមកជើងនេះប្រិមត្តយើងហើយបាទសុទ្ធកោងធ្លាក់ស្អាតណាស់បាទ Bruno Fernandes បាទបាទកាប់តែនក្រុមរបស់ក្រុមបាល់ទាត់ Manchester United បាទត្រង់នេះបន្តរ៉ាប់រងបាល់បាទមួយសិនកាត់ចូលក្នុងទាត់ស្ដាំអត់អីទេអូយ Martin Odegaard បាទ Martin Odegaard ប៊ីបាទគ្រាប់បាល់យើងទស្សនាការទម្លាក់ឲ្យផ្ទះឆ្វេងអ្នកចាំទីហក់ដែរបាទបាល់នេះប៉ះដៃអត់យើងទស្សនាម្ដងទៀតការទាត់មកក៏ដូចជាមិនប៉ះទេបាទសារ៉ាអូនណាបាទខ្មោចឲ្យច្រើនតិចមកគ្រាប់ច្រើនឥឡូវត្រង់នេះ comeback មកអូយបាទវល់អានក៏មិនមុនយើងបាទបាញ់ប៊ីមានមកគ្រាប់ទៀតសម្រាប់ Man U យើងទស្សនាការលេងលឿនអស្ចារ្យកន្លែងនេះខ្ញុំអត់ស្មានទាត់ណាព្រោះយើងបាទគាត់ទៅបោះបាល់ភ្លាមមកបាល់ឱកាសមកភ្លាមពី Man U ក្រោះចូលទាត់ស្ដាំជួយបានពីអ្នកចាំទីអូយបាទ Masrui ណែមកនៅសល់ជើងបាទកុំអីនឹកផ្លុកមកគ្របទៀតបលបាទឥឡូវបាទជ្រុងមកសម្រាប់ក្រុមបាល់ទាត់ Manchester United ណែអធិស្ឋាន Skerly ឲ្យបញ្ជូនចោះមកខាងមុខទាត់ស្ដាំចូលលាចោលពីខ្សែការពាររបស់ Man U បាទបញ្ជូនចោះមកបាទទី1ទី2ហ្វាំងស្ដាំកាត់ឆ្វេងឱកាសទម្លាក់កោទាត់ឆ្វេងចូល1-1បាទ Arsenal រកគ្រាប់បាល់ត្រឡប់មកវិញដោយ Declan Rice បាទ Declan Rice យកមកទស្សនាការលេងពីស្ដាំបាទហើយក៏ទី1ទី2កឹបយកឡើងឆ្វេងទម្លាក់មកទាត់ស្ដាំពី Declan Rice ចូលទីស្អាតណាស់បាទចូលទីស្អាតណាស់
ការកឹបបាទទម្លាក់ពីសំណាក់បាទ Advenaries បាទអធិស្ឋានមិន Advenaries ទេបាទគឺបាទ Skelly មកជើងស្ដាំនេះផ្លាប់បាទខុសទៀតបាទគឺ Jaren Timber បាទ Timber ទម្លាក់អូយបាទសុទ្ធចេះចូលប្រវិជ្ជាតសើហើយបាទតលេខតលីលវឹងពីស្ដាំនេះឱកាសហើយរបស់ Arsenal ជួយបានពីអូណាជួយបានពីអូណាបាទអាន់ត្រេអូណាណាបាទផ្ទះបាល់នេះបានសម្រេចបាទណែយើងបន្ទស្សនាប្រហែសស្លាប់ឆ្វេងស្លាប់ស្ដាំតលីលវឹងអត់មានអ្នកបិទបាទទប់បានពីកាព្រាម៉ាទីនលីទត់ស្ដាំផ្លាប់បាទអ្នកចាំទីផ្ទះលឹបបាទចេញក្រៅនេះបាទប៊ីសគ្រាប់បាល់សម្រាប់មញូបាទ fan ក្រុមបាល់តទាំងអស់មានតែ fan នេះទេឥឡូវឱកាសហុយលុនអត់បានសុទ្ធទេអូយបាទការ free បាល់របស់ខ្សែការពារ Arsenal វិញបាទប៉ុន្តែហុយលុននេះយឺតតែងខ្លួនអើយឥឡូវមកវិញពី Arsenal កាត់បាល់ចូលទាត់ឆ្វេងអត់ចំគោលដៅពីសំណាក់ Leandro Trossard អូយបាទអូយបាទម្នាក់មួយជើងបាទបានម្នាក់មួយសើប្រិមិត្តយើងអ្នកការលេខសើចពីសំណាក់តំបន់ការពាររបស់ Man U បញ្ជូនបាល់ឲ្យហុយលុននឹងតុបតែងផាត់ម្សៅអើយអត់សុទ្ធមែនណែនៅសម្លឹងតុកនៅយាជើងទៅរួមបានសុទ្ធគេស្លាយកាត់បាល់បាត់អើយបាទហុយលុនបាទហុយលុនឯងលេអញ្ចឹងឡាប់បាទនៅកន្លែងនេះគេ counter ប៊ីសុទ្ធចូលទៀតអានេះការកាត់ចូលផ្ទះផ្លាប់បាទជើងឆ្វេងអត់ចំគូដៅបាទឱកាសម៉ាស់រុយបញ្ជូនបាទមកកាន់ឆ្វេងរុញចោះទៅខាងមុខកាត់បាល់ចូលថែមចូលនេះអត់ទេអូយអត់ទីហើយបាទវេត្រនេះណាបាទមែនយូហើយយើងបន្ទស្សនាកន្លែងនេះបាទម៉ាស់រុយបញ្ជូនបាល់មកកាន់បាទBruno ស្រូទៅខាងមុខកាត់ចូលទាត់អត់ទាន់ទេសម្រាប់បាទពីណាគេមិនបាខូយើ បញ្ជូនចោះមកហុយលុនទៀតនោះការណាឈោតលីលវឹងឆ្វេងណោការណាឈោអូយសុទ្ធខ្លួនឯងដែរម្ដងមកការណាឈោអត់បោះឲ្យមិត្តរួមក្រុមទេវិញនេះការសម្រេចចិត្តរបស់គាត់មកជើងស្ដាំបាទគេហៅថាផ្សងសំណាងពីចម្ងាយប៉ុន្តែផុតរបាល់ទីមកបន្តិចដែរទាញស្ដាំអត់ទេបញ្ជូនទាត់ឆ្វេងថែមឆ្វេងអត់ចូលទៀតអូយអូណានឹងមែនក្បាច់ផ្ទះបាល់ទម្លាក់អីគេនឹងអត់ចោលមែនបាទអត់ចោលមែនយើងមកទស្សនាកន្លែងនេះការផ្ទះចូលទាត់ឆ្វេងពីសំណាក់បាទ Arsenal អូណាបាទខ្ញុំនិយាយមែនណាបងខ្ញុំអូណាមួយខ្ញុំស្អប់ក្បាច់នឹងជាងគេផ្ទះបាល់ទម្លាក់អីគេនឹងឥឡូវត្រង់នេះឱកាស Man U គ្រាប់បាល់ទី2ត្រង់នេះដល់ចោលម្នាក់ចាំទីអូយអត់បានទេបាទប៊ីសតែនឹងមានគ្រាប់បាល់ទៅហើយសម្រាប់ Manchester United ប៉ុន្តែត្រូវជួយបានដោយ David Raya នេះប្រហែលជាមិនគួរណាថាអត់ចូលកន្លែងនេះបាទទាត់ផ្លាប់អ្នកចាំទីចាប់ផ្លាតឯបាល់ផ្ទះចេញមកក្រៅបានទៀតបាទសើបាទ David Raya នេះបាល់នេះបើសិនជាបាទអ្នកចាំទីយឺតមកបន្តិចណាបាទប្រកាសគ្រាប់បាល់លោក Anthony Taylor សម្រាប់ផ្លុំកញ្ចែបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងបាទសរុបជារួមមកក្រុមទាំងពីរមិនមានអ្នកណាឈ្នះមិនមានអ្នកណាចាញ់បាទរក្សាលទ្ធផល1-1ឬក៏ស្មើគ្នាដល់ចប់ការប្រកួតតែម្ដង